សួស្តីបងប្អូនទាំងអស់គ្នាបងប្អូនមើលនេះទុរេនដែលប្រើ G ASEAN Power ហើយនឹង G ក្រមុំកសិកម្មអានេះគឺយើងប្រើ G ASEAN Power ដាក់នៅដើមរដូវហើយបន្ទាប់ពីយើងដាក់នៅដើមរដូវហ្នឹងគឺក្នុងមួយដើមគឺយើងដាក់1គីឡូហើយបន្ទាប់អំពីយើងដាក់ជី1គីឡូមកដល់ពេលវេលាដែលត្រូវចេញផ្កាចេញក្តាប់អាយុបាន54ថ្ងៃគឺយើងដាក់ជីក្រមុំកសិកម្មគឺមួយដើមគឺ1គីឡូទៀតហើយមកដល់ថ្ងៃនេះទុរេននេះគឺអាយុបាន84ថ្ងៃហើយបងប្អូនមើលទុរេននេះបាទអ្វីដែលយើងគួរកត់សម្គាល់នោះគឺទុរេននេះគឺមានការរីកផ្លែធំល្អហើយចំពោះសម្បកវាគឺពណ៌ខៀវល្អរីកផ្លែធំល្អហើយសម្បកពណ៌ខៀវបាទបងប្អូនមើលនេះសូម្បីតែស្លឹកដែលវាចេញថ្មីហ្នឹងក៏ស្លឹកវាពណ៌ខៀវពណ៌បៃតងស្រស់ដែរបាទនេះគ្រប់ផ្លែទាំងអស់គឺសុខភាពវាល្អបាទហើយបងប្អូនមើលស្លឹករបស់វានេះទុរេននេះគឺស្ថិតនៅក្នុងស្រុកកំពង់សិលាខេត្តកោះកុងបាទអានេះយើងទៅមើលដើមផ្សេងទៀតវាដោយសារចំការនេះគឺវាចំការដាំនៅទីវាលបើអញ្ចឹងទៅពេលមានខ្យល់ខ្លាំងក៏វាធ្វើឲ្យខ្យល់បក់ដាច់ស្លឹកដែរចឹងបងប្អូនទស្សនាដើមផ្សេងទៀតដូចដើមនេះជាដើមបាទក៏ផ្លែល្អដែរ